បាទថ្ងៃនេះសូមបង្ហាញពីការប្រើប្រាស់កំភ្លើងហ្គាសបាទកំភ្លើងនេះបាទយើងបាញ់ដោយសារប្រើហ្គាសព្រោះអីវាឥឡូវគេចេះតែកែច្នៃមកស្អាតជាងមុនឆ្ងាយបាទមិនមើលរូបរាងវាគឺស្អាតធ្វើមកស្អាតហើយទី2គឺកណុងបាទកណុងគឺប្រើកណុងដែកបាទគឺប្រើកណុងដែកល្អបាទដែកនេះគឺរោទិញអត់មានទេបាទកម្រាស់ក្រាស់ដែកហើយប្រើក្របផ្ដាង8លីងាយស្រួលជាងមុនបាទកាលពីមុនគឺប្រើអត់បានប្រើកណុងដែកទេគឺប្រើសាយោតែម្ដងប្រើសាយោតែម្ដងវាត្រូវការបាញ់ក្របភ្លីបាទប្រើក្របភ្លីតែនេះប្រើក្រប8លីបាទកាន់តែស្រួលជាងមុនបាទហើយទី2គឺកាលពីមុនមានបងមួយចំនួនគាត់មានដែរតែប្រើហ្គាសធំហ្គាសប្រើអាហ្គាសក្ដុងធំទេប្រើហ្គាសធំហើយនឹងប្រើសាយោធម្មតាអត់ប្រើកណុងគឺបាញ់ទៅវាលឺបាទវាលឺខ្លាំងលឺដូចផាវក្របេកអញ្ចឹងលឺវាលឺខ្លាំងមែនទែនដល់តែពេលឥឡូវនេះយើងបែរមកប្រើកណុងដែកទូចអញ្ចឹងគឺអត់លឺទេបាទហើយហ្គាសគឺងាយស្រួលទៀតងាយស្រួលយកតាមខ្លួនមែនទែនបាទព្រោះឲ្យវាទូចស្អាតបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទបើបងចង់បានអាចតាក់ទងមកបានយប់មិញដើរបានមកយប់ដែរបានលលោក4-10ដែរអរគុណបាទ